មនុស្សមានចរិតច្រើនរឿងរ៉ាវដែលធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេសជប៉ុនកាលពីឆ្នាំ2014ប៉ូលីសបានឃាត់ខ្លួនស្ត្រីម្នាក់ពីបទដាក់ថ្នាំងងុយដេកហើយលួចយកលុយនិងរបស់មានតម្លៃពីបុរសជាច្រើននាក់សាច់រឿងចាប់ផ្ដើមពីខែតុលាឆ្នាំ2013មានបុរសម្នាក់អាយុ47ឆ្នាំបានពវល់ស្ត្រីម្នាក់ដែលកំពុងតែឈរនៅស្ថានីយ៍រថភ្លើងតែម្នាក់ឯងចូលស្ថាគារដំបូងឡើយអ្នកទាំងពីរបាននាំគ្នាទៅហាងផឹកស៊ីមួយកន្លែងពេលហ្នឹងនាងបានប្រាប់ទៅកាន់បុរសនោះថាខ្លួនមានឈ្មោះថាអៃកុកក្រោយពីបានចាក់ចេញពីហាងផឹកស៊ីអ្នកទាំងពីរក៏នាំគ្នាដើរសម្ដៅទៅកាន់ស្ថាគារនៅតាមផ្លូវអៃកុកនាងក៏បានសុំទៅទិញភេសជ្ជៈញ៉ាំហើយនាងក៏បានដាក់ថ្នាំងងុយដេកចូលទៅក្នុងភេសជ្ជៈនោះបន្ទាប់មកនាងក៏បានហុចភេសជ្ជៈនោះឲ្យទៅកាន់បុរសនោះញ៉ាំក្រោយពីបានញ៉ាំភេសជ្ជៈនោះហើយនៅពេលទៅដល់ស្ថាគារភ្លាមបុរសនោះក៏បានដេកលក់ផឹកឡើងនៅពេលដែលក្រោកឡើងគាត់បានបាត់លុយនិងនាឡិកាភ្លាមនឹងគាត់ក៏បានស្វែងរកអៃកុកផងដែរប៉ុន្តែมันមានវត្តមាននាងនៅទីនោះនោះទេមិនត្រឹមតែបុរសនោះតែម្នាក់នោះទេមានបុរសជាច្រើនអ្នកទៀតក៏ត្រូវបានអៃកុកបោកប្រាស់ដោយប្រើវិធីដូចគ្នាហើយពេលខ្លះនាងក៏បានទៅដល់ផ្ទះរបស់ជនរងគ្រោះថែមទៀតផងសរុបចំនួនលុយដែលអៃកុកបានលួចពីបុរសទាំងអស់ហ្នឹងគឺមានចំនួនរហូតដល់275,000 យេនដែលគិតជាលុយដុល្លារគឺមានចំនួនប្រហែលជា18,700 ដុល្លារប៉ូលីសបានចាប់ខ្លួនអៃកុកដោយផ្អែកលើភស្តុតាងមួយចំនួនដែលមានដូចជាវីដេអូដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងម៉ាតនៅពេលដែលនាងបានចូលទិញទំនិញជាមួយបុរសរងគ្រោះនិង DNA របស់នាងដែលបានបន្សល់ទុកនៅក្នុងផ្ទះជនរងគ្រោះក្រោយពីបានសួរចម្លើយប៉ូលីសក៏បានដឹងថានាងមានឈ្មោះពិតថាជីននាងមានចរិតជាមនុស្សប្រុសហើយបានរស់នៅក្នុងសភាពជាមនុស្សប្រុសថែមទៀតផងមើលទៅមានសភាពមិនដូចគ្នាទាល់តែសោះជាមួយនឹងមនុស្សស្រីនៅក្នុងវីដេអូដែលប៉ូលីសទទួលបានរឿងក្តីយិនចាប់ផ្ដើមមានភាពល្បីល្បាញរហូតមានការចុះផ្សាយគ្រប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុនក្រោយមកនាងក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលបន្ថែមទៀតដោយនាងបានកោរសក់ចូលទៅក្នុងតុលាការនៅក្នុងថ្ងៃកាត់ក្តីមិនត្រឹមតែប៉ុណ្ណឹងបើទោះបីជាតុលាការមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់នាងយ៉ាងណាក៏ដោយយិននៅតែប្រកែកថាខ្លួនមិនបានធ្វើហើយរឹតតែមិនមានការចងចាំអំពីហេតុការណ៍ទាំងនោះទេការកាត់ក្តីលើកទី1លើកទី2និងលើកទី3គឺមិនទទួលបានចម្លើយសារភាពរបស់យិននោះទេការកាត់ក្តីលើកទី4ក៏បានចាប់ផ្ដើមនៅពេលនោះនាងក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលម្ដងទៀតដោយនៅពេលដែលតុលាការបានសួរចម្លើយទៅកាន់នាងការនិយាយស្ដីរបស់នាងប្រហែលទៅដូចជាកូនក្មេងដែលមានអាយុ4ឆ្នាំនៅពេលដែលសួរអំពីថ្ងៃកំណើតរបស់នាងបានប្រាប់ថាខ្លួនមានថ្ងៃកំណើតនៅខែមេសាហើយយិនមានថ្ងៃកំណើតនៅថ្ងៃទី27ខែធ្នូហើយនាងបានបន្តទៀតថាបងយិនគឺគាត់មិនបានធ្វើអ្វីខុសនោះទេក្រោយមកការកាត់ក្តីក៏ត្រូវបានបញ្ចប់ទៅវិញដោយចំណាយពេលអស់ត្រឹមតែ5នាទីតែប៉ុណ្ណោះការកាត់ក្តីលើកទី5ក៏ត្រូវបានធ្វើឡើងម្ដងនេះយិនទទួលស្គាល់កំហុសដោយនាងបាននិយាយថានាងពិតជាមិនមានការចងចាំអំពីហេតុការណ៍ទាំងអស់ពិតមែនប៉ុន្តែដោយផ្អែកទៅលើភស្តុតាងដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពគឺពិតជារូបនាងពិតមែនតែប្រហែលជាចរិតមនុស្សម្នាក់ផ្សេងទៀតដែលជាអ្នកធ្វើការសារភាពលើកនេះបានធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់យ៉ាងខ្លាំងមកដល់កន្លែងហ្នឹងខ្ញុំសូមបើកវងចរចំពោះជំងឺដែលគេហៅថាមនុស្សមានចរិតច្រើនហ្នឹងគឺជំងឺមួយយ៉ាងដែលកើតឡើងដោយសារការ stress ខ្លាំងជាពិសេសគឺកើតចំពោះកុមារដែលធ្លាប់បានឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរហើយនៅពេលដែលយើងភ្លេចខ្លួនយូរទៅជំងឺហ្នឹងក៏វាធ្ងន់ធ្ងរទៅរហូតដល់កើតមានចរិតច្រើននៅក្នុងខ្លួនមនុស្សតែមួយបើយើងងាកទៅមើលជីវប្រវត្តិរបស់យិននាងកើតនៅក្នុងឆ្នាំ1983បើយោងតាមសម្ដីនាងបាននិយាយថាកំឡុងពេលនាងរៀននៅសាលាបឋមនាងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងហ្នឹងគឺមិនមែនជាមនុស្សស្រីហើយក៏ធ្លាប់បានឪពុកម្ដាយរបស់ខ្លួននឹងធ្វើបាបថែមទៀតផងលុះនៅពេលនាងចូលដល់ថ្នាក់វិទ្យាល័យក៏ចាប់ផ្ដើមមានការស្អប់ការស្លៀកពាក់ជាមនុស្សស្រីនៅអាយុ20ឆ្នាំនាងបានរស់នៅជាមនុស្សប្រុសហើយនៅក្នុងឆ្នាំ2010នាងក៏បានវះកាត់ដើមទ្រូងតាមអ្នកជំនាញបានសន្និដ្ឋានថានាងអាចកើតមានចរិតច្រើននឹងពេលដែលនាងព្យាយាមការពារខ្លួនឯងពីស្ថានភាពនៅពេលនោះក្រុមមេធាវីក៏បានលើកឡើងអំពីករណីរបស់យិនប្រសិនបើនាងពិតជាមានជំងឺនឹងមែនថាតើនាងត្រូវជាប់ទោសឬក៏យ៉ាងណាធ្វើឲ្យរឿងក្តីនេះកាន់តែមានភាពស្មុគស្មាញកាន់តែខ្លាំងក្រុមអ្នកសួរចម្លើយក៏បានសាកសួរនាងនិងឃ្លាំមើលនាងថាតើនាងពិតជាមានចរិតច្រើនឬក៏យ៉ាងណាជាលទ្ធផលនៅពេលដែលសួរចម្លើយម្ដងជាមនុស្សស្រីម្ដងជាមនុស្សប្រុសហើយម្ដងជាកូនក្មេងបើតាមសម្ដីក្មេងដែលនៅក្នុងខ្លួនយិនបាននិយាយថានៅក្នុងខ្លួនយិនគឺមានចរិតផ្សេងគ្នាដល់ទៅ3គឺទី1ហ្នឹងជាក្មេងអាយុ4ឆ្នាំដែលមានឈ្មោះថាកេងគីហ
ហើយទី2ជាមនុស្សផុសនិងទី3ជាមនុស្សស្រីដែលមានឈ្មោះថាអៃកុហើយអ្នកដែលបានប្រព្រឹត្តរឿងទាំងអស់ហ្នឹងគឺជាអៃកុនឹងឯងក្រោយការសង្កេតមេធាវីការពារក្តីជីនក៏បានសន្មតថានាងមានជំងឺហើយបទល្មើសហ្នឹងគឺបានកើតឡើងដោយសារតែចរិតមួយផ្សេងទៀតជាអ្នកធ្វើតែប៉ុណ្ណោះហើយបើទោះបីជាមានការលើកឡើងបែបនេះក៏ដោយផ្អែកទៅលើភស្តុតាងជាក់ស្ដែងនៅថ្ងៃទី28ខែមេសាឆ្នាំ2017 តឡាការក៏បានកាត់ទោសឲ្យយីនជាប់ពន្ធនាគាររយៈពេល10ឆ្នាំវីដេអូយើងចប់ត្រឹមហ្នឹងជឿមិនជឿគឺអាស្រ័យទៅលើអ្នកទាំងអស់គ្នាហើយដើម្បីទទួលបានវីដេអូថ្មីសូមកុំភ្លេចចុច Subscribe ជួបគ្នាវីដេអូក្រោយ